ក្រោយម៉ោង12យប់សូមកុំទៅចិត្តបន្ទប់លេខ7ជាដាច់ខាតហើយបើសិនជាមាននរណាម្នាក់ហៅឈ្មោះសូមកុំឆ្លើយនិងបើកទ្វារឲ្យសោះនេះគឺជាផ្ទះជួលបន្ទប់លេខ7ដែលមានតម្លៃថោកខុសពីធម្មតាតារាបានសម្រេចចិត្តជួលបន្ទប់លេខ6នៃអគារជួលចាស់មួយដែលមានតម្លៃថោកខ្លាំងមែនទែនក៏ប៉ុន្តែមុនពេលដែលតារាចូលនៅម្ចាស់ផ្ទះបានប្រមានគេថាក្រោយម៉ោង12យប់សូមកុំទៅចិត្តបន្ទប់លេខ7ឲ្យសោះហើយបើសិនជាមានសំឡេងនរណាហៅសូមកុំឆ្លើយឬបើកទ្វារឲ្យសោះតារាគ្រាន់តែធ្វើមុខឆ្ងល់និងមិនបានយកចិត្តទុកដាក់ទៅលើពាក្យសម្ដីរបស់ម្ចាស់ផ្ទះជួលនោះទេរហូតមកដល់យប់មួយនៅម៉ោង3:07នាទីជិតភ្លឺសំឡេងគោះទ្វារមួយបានបន្លឺឡើងហើយក៏បានឮសំឡេងស្ត្រីម្នាក់ខ្សឹបមកហៅឈ្មោះរបស់គាត់ក៏ប៉ុន្តែតារាបាននឹកឃើញទៅដល់សម្ដីរបស់ម្ចាស់ផ្ទះជួលគេមិនបានធ្វើការឆ្លើយតបនោះទេក៏ប៉ុន្តែរឿងនេះមិនទាន់ចប់នៅឡើយទេនៅយប់ទី2សំឡេងគោះទ្វារនោះបានបន្លឺឡើងសារជាថ្មីលើកនេះគឺឮសំឡេងម្ដាយគាត់យំស្រែកដោយឮសំឡេងថាកូនម៉ែឈឺណាស់បើកទ្វារឲ្យម៉ែផងខណៈនោះតារាបានព្យាយាមលូកដៃទៅបើកទ្វារស្រាប់តែទូរស័ព្ទរបស់គាត់បានបន្លឺឡើងហើយសំឡេងដែលគាត់បានឮចេញពីទូរស័ព្ទនោះគឺជាសំឡេងម្ដាយពិតប្រាកដរបស់គាត់ដែលកំពុងតែស្ថិតនៅឯខេត្តឯណោះភ្លាមនោះសំឡេងនៅមុខទ្វារដែលកំពុងស្រែកហៅនោះក៏បានប្រែក្លាយទៅជាសំឡេងមនុស្សប្រុសធ្ងន់ទៅវិញដោយសំឡេងនោះនិយាយថាឯងបានដឹងហើយមែនទេយើងកំពុងរងចាំឯងដោយអត់ទ្រាំនឹងការងើយឆ្ងល់តារាបានសម្រេចចិត្តយកកូនសោទៅចាក់បើកទ្វារបន្ទប់លេខ7នោះនៅក្នុងបន្ទប់នោះគឺគ្មានមនុស្សគ្មានគ្រឿងសង្ហារឹមអ្វីឡើយគឺមានតែរូបថតអ្នកដែលបានបាត់ខ្លួនរាប់រយបានបិទនៅលើពាសពេញជញ្ជាំងហើយអ្វីដែលចម្លែករូបថតដែលនៅខាងក្រោយគេគឺជារូបថតរបស់តារាផ្ទាល់តែម្ដងដែលកំពុងតែឈរមើលជញ្ជាំងនៅពេលនោះឯងហើយនៅខាងក្រោមរូបថតបានសរសេរថាបាត់ខ្លួននៅម៉ោង3:07នាទីយប់នេះហើយបន្ទាប់មកទ្វារក៏បានបិទដោយខ្លួនឯងហើយមានដៃខ្មោចជាច្រើនលូកចេញពីជញ្ជាំងដោយបានទាញតារាចូលទៅក្នុងភាពងងឹតបាត់ស្រមោលតែម្ដងហើយនៅពេលនេះតារាបានក្លាយទៅជាវិញ្ញាណបាត់ទៅហើយក៏ត្រូវបានអង្គុយរងចាំបោកប្រាស់អ្នកដែលបានជួលថ្មីបន្តបន្ទាប់ពីព្រឹត្តិការណ៍យប់នោះមកម្ចាស់ផ្ទះជួលបានប្រាប់អ្នកជួលនៅអគារនោះថាតារាបានរើចេញពីបន្ទប់លេខ6បាត់ទៅហើយចុះបើជាអ្នកវិញបើសិនជាអ្នកជ្រុលចូលទៅក្នុងបន្ទប់នោះហើយបែរជាបានឃើញរូបថតរបស់ខ្លួនឯងបិទនៅលើជញ្ជាំងស្រាប់តើអ្នកនឹងធ្វើអ្វីមុនគេខមមិនពីមតិរបស់អ្នកទាំងអស់គ្នាខាងក្រោមវីដេអូនេះ Follow សម្រាប់វីដេអូក្រោយ